วิธีប្រើប្រាស់ថ្នាំជីវសាស្ត្រត្រីកូដេម៉ាគ្រប់គ្រងជំងឺបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានប្រធានបទមួយសម្រាប់ធ្វើការចែករំលែកជូនពុកម៉ែបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងវិធីប្រើប្រាស់ថ្នាំជីវសាស្ត្រត្រីកូដេម៉ាសម្រាប់គ្រប់គ្រងជំងឺអញ្ចឹងតាក់ទងជាមួយនឹងត្រីកូដេម៉ាខ្ញុំគិតថាពុកម៉ែបងប្អូនទាំងអស់គ្នាខ្លះគាត់ធ្លាប់ឮគាត់ធ្លាប់ប្រើហើយពីច្រើនគាត់ប្រើទៅលើបន្លែអញ្ចឹងណាប៉ុន្តែតកតងទៅលើស្រូវនេះគាត់ដូចជាមិនដែលប្រើទេតាមខ្ញុំជួបកន្លងមកអញ្ចឹងតកតងជាមួយនឹងវិធីទាំងអស់ហ្នឹងមានដូចជាត្រាំគ្រាប់ពូជ24ម៉ោងបន្ទាប់មកស្រង់ទុកឲ្យស្រស់ទឹកប្រឡាក់ត្រីកូដេម៉ា250ក្រាមក្នុងពូជ20គីឡូក្រាមរួចផ្អាប់12ម៉ោងប្រើត្រីកូដេម៉ា1.25 គីឡូក្រាមក្នុង1ហិកតា ឬប្រើតាមកម្រិតណែនាំនៅលើស្លាកសញ្ញាសម្បកថ្នាំបាញ់ថ្នាំត្រីកូដេម៉ា20ក្រាមលាយទឹក25លីត្រស្រូវអាយុ20ថ្ងៃក្រោយព្រោះស្រូវអាយុ30ថ្ងៃក្រោយព្រោះដំណាក់កាលកកើតគួរឬផើមដំណាក់កាលដាក់ទឹកដោះតាក់ទងជាមួយនឹងចំណុចចំណាំត្រូវទុកដាក់ថ្នាំជីវសាស្ត្រនៅកន្លែងស្ងួតត្រជាក់មិនឲ្យត្រូវពន្លឺថ្ងៃនិងផុតពីដៃក្មេងអានការណែនាំលើសម្បកកញ្ចប់ថ្នាំមុនប្រើប្រាស់ត្រូវពាក់ម៉ាស់ការពារនៅពេលលាយថ្នាំជីវសាស្ត្រត្រូវលាយថ្នាំត្រីកូដេម៉ាជាមួយទឹកច្របាច់ឬកូរឲ្យរលាយសព្វល្អទុកឲ្យកាកធ្លាក់ចុះក្រោមរួចចាក់ផ្នែកថ្លាចូលទៅក្នុងធុងបាញ់ថ្នាំដោយប្រើស្បៃឬក្រណាត់ស្អាតច្រោះយកកាកចេញត្រូវបាញ់ថ្នាំជីវសាស្ត្រនៅពេលរសៀលថ្ងៃរៀបលិចឬពេលមេឃស្រទុំហាមប្រើធុងបាញ់ថ្នាំដែលមិនបានសម្អាតត្រឹមត្រូវតាមបច្ចេកទេសព្រោះធ្វើឲ្យថ្នាំបាត់បង់ប្រសិទ្ធភាពអញ្ចឹងតកតងជាមួយនឹងថ្នាំជីវសាស្ត្រនេះក៏វាអាចមាន effect បានថាមានឥទ្ធិពលជះទៅលើយើងដែរប៉ះពាល់ដល់សុខភាពដែរអញ្ចឹងណាអញ្ចឹងយើងប្រុងប្រយ័ត្នធ្វើដោយការណែនាំដែលខ្ញុំបានអានខាងដើមនឹងមកហើយចំណុចមួយទៀតដែលក្នុងនេះគេអាចបានប្រាប់គឺខ្ញុំចង់ជម្រាបជូនពុកម៉ែបងប្អូនទាំងគ្នាដែរតកតងជាមួយថ្នាំជីវសាស្ត្រឧបមាថាពុកម៉ែបងប្អូនបាញ់ថ្ងៃហ្នឹងអញ្ចឹងស្អែកឡើងយើងចង់បាញ់ថ្នាំគីមីគឺហាមដាច់ខាតប្រើប្រាស់ថ្នាំគីមីអញ្ចឹងពុកម៉ែបងប្អូនគ្នានៅពេលដែលយើងបាញ់ថ្នាំជីវសាស្ត្រថ្ងៃហ្នឹងស្អែកឡើងយើងបាញ់ថ្នាំគីមីឧទាហរណ៍ថ្នាំជំងឺវាអាចធ្វើឲ្យថ្នាំគីមីដែលយើងបាញ់ហ្នឹងវាទៅសម្លាប់ទៅលើថ្នាំជីវសាស្ត្រដែលយើងបាញ់ពីថ្ងៃមុនហ្នឹងធ្វើឲ្យវាថ្នាំជីវសាស្ត្រហ្នឹងវាងាប់វាលែងមានប្រសិទ្ធភាពអញ្ចឹងពុកម៉ែបងប្អូនគ្នាអញ្ចឹងយើងអាចថាបាញ់ថ្នាំជីវសាស្ត្រមួយអាទិត្យហើយក្រោយមួយអាទិត្យទៀតចាំយើងបាញ់ថ្នាំគីមីអូខេពុកម៉ែបងប្អូនទាំងគ្នាតាមតននេះបើសិនជាតាមមិនតនទេអាចចាក់សារឡើងវិញស្ដាប់ទៅហើយអាចស្ដាប់នៅពេលទំនេរឬក៏ស្ដាប់នៅពេលដែលយើងញ៉ាំបាយឬក៏ស្ដាប់នៅពេលដែលយើងសម្រាកអីចឹងទៅអាចចាក់ស្ដាប់បានហើយបើសិនជាមានចម្ងល់អាចសួរនៅក្នុង comment ឬក៏ឆាតសួរខ្ញុំតាម Telegram ក៏បានដែរអញ្ចឹងជម្រាបលាពុកម៉ែបងប្អូនគ្នាកុំភ្លេចចុច Subscribe Channel YouTube របស់ខ្ញុំណាត់មួយជួបគ្នានៅវីដេអូក្រោយ